สำหรับการเตรียมខ្លួនខ្ញុំเตรียมខ្លួនច្រើនបងទាំងការរៀបចំខ្លួនដូចជាអឺការថតនៅ concept ថ្មីបងសម្រាប់កម្មវិធីប្រកួតគឺប្លែកហ្មងសម្រាប់ការ comeback លើកនេះបងសម្រាប់សម្ពាធវាអាចនឹងមានតិចតួចសម្រាប់ខ្ញុំប៉ុន្តែខ្ញុំគិតថាសម្ពាធអាចបញ្ឈប់ខ្ញុំបានទេខ្ញុំនៅតែបង្កើតធម៌ពលនិភាពជឿជាក់របស់ខ្ញុំដើម្បីប្រកួតជាមួយនឹងបេក្ខជនដែលខ្លាំងបន្តទៀតបាទជំរាបសួរបងស្បាយអូនសុខសប្បាយបងជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាខ្ញុំបាទឈ្មោះមកវឌ្ឍនយុទ្ធដែលជាបេក្ខភាពនៃកម្មវិធី Supranational Cambodia នៅក្នុងឆ្នាំ2026នេះបាទអូខេបាទអញ្ចឹងបងអត់សុំមកសួរឲ្យនាំឲ្យច្រើនព្រោះបងប្អូនយើងដឹងបាត់ដឹងអំពីសមត្ថភាពរបស់យើងដែរបាទសម្រាប់បាទជួបផ្ទាល់តែម្ដងតើបងប្អូនអាចជម្រាបបានថាតើមូលហេតុអ្វីបានជាចំនួនចិត្តឲ្យយុទ្ធបាទcomeback មកលឿនមែនទែនបាទព្រោះតាមធម្មតាអ្នកដែលបាទអ្នកដែលសម្រាប់អ្នកប្រកួតចាញ់ណាគាត់សំពេលវេលាប្រហែលជាមួយឆ្នាំ2ឆ្នាំក៏3ឆ្នាំចឹងទៅបាទទៅគាត់ comeback គាត់សំសមត្ថភាពមកចូលរួមប្រកួតវិញបាទហើយសម្រាប់ដែលអ្នកដែលបានជ័យលាភីហើយគឺអ្នកខ្លះគឺគាត់ឈប់ប្រកួតតែម្ដងបាទគឺគាត់សឹងថារឿងប្រកួតផ្នែកសម្រាប់គឺគាត់លេងចង់ចូលរួមព្រោះគាត់ខ្លាចថាអត់បានជ័យលាភីដូចដើមណាប៉ុន្តែសម្រាប់យុទ្ធផ្ទាល់បងគឺជាម្ចាស់ជ័យលាភីមួយរូបបាទហើយយើង comeback នៅក្នុងរយៈពេលខ្លីមែនទែនត្រឹមតែ1ឆ្នាំគឺយើង comeback មកវិញទៀតបាទតើមានអ្វីជាកម្លាំងជំរុញចិត្តឲ្យយុទ្ធបានត្រឡប់មកវិញបាទចូលជាមួយកម្មវិធីនេះសម្រាប់ការ comeback នេះវាហាក់បីដូចជាលឿនសម្រាប់បងប្អូនហើយសម្រាប់ខ្ញុំផ្ទាល់តខ្ញុំនៅមានពេលវេលាបងសម្រាប់ឆ្នាំនេះគឺខ្ញុំមានពេលវេលាទៅនៃច្រើនដូច្នេះខ្ញុំគាត់ថាខ្ញុំគួរប្រកួតឲ្យហើយបងហើយទៀតកម្មវិធី Supra ក៏ខ្ញុំឆ្លាញ់ខ្លាំងដែរបាទអរគុណច្រើនបាទសម្រាប់នៅក្នុងឆ្នាំនេះបងនឹងស្រាប់សូម្បីតែបងជាម្ចាស់ជ័យលាភីបាទហើយនៅក្នុងកម្មវិធីក៏មានបេក្ខជនដែលជាតារាបង្ហាញម៉ូដអាជីពតារាសម្ដែងអាជីពបាទម្ចាស់ជ័យលាភីបាទដូចជាបងអញ្ចឹងដែរក៏មានបាទហើយជឿខ្លាំងនៅក្នុងការប្រកួតក៏មានច្រើនបាទសម្រាប់បងផ្ទាល់បាទតើមានក្តីបារម្ភឬក៏មានសម្ពាធតិចតួចអីទេតាក់ទងទៅនឹងការប្រកួតនៅក្នុងលើកនេះសម្រាប់សម្ពាធវាអាចនឹងមានតិចតួចសម្រាប់ខ្ញុំប៉ុន្តែខ្ញុំគិតថាសម្ពាធអាចបញ្ឈប់ខ្ញុំបានទេខ្ញុំនៅតែបង្កើតធម៌ពលនិភាពជឿជាក់របស់ខ្ញុំដើម្បីប្រកួតជាមួយនឹងបេក្ខជនដែលខ្លាំងបន្តទៀតអូខេបាទត្រឡប់មកវិញនៅក្នុងពេលនេះបាទគឺបាទតើបងបានត្រៀមខ្លួនរួចរាល់ហើយឬនៅបាទព្រោះថាយើងកន្លែងទៅមើលកម្មវិធី Supranational Cambodia គឺគាត់ focus ខ្លាំងមែនទែនពាក់ព័ន្ធទៅនឹងបាទត្រៀម body ឬក៏បាទការហាននៅក្នុងការសម្រួលចម្លើយបាទសម្រាប់បងបាទតើបាទត្រៀមរួចរាល់ហើយឬនៅបាទសម្រាប់វេទិកាថ្មីមួយនេះសម្រាប់ការត្រៀមខ្លួនខ្ញុំត្រៀមខ្លួនច្រើនបងទាំងការរៀបចំខ្លួនដូចជាការថតនៅ concept ថ្មីបងសម្រាប់កម្មវិធីប្រកួតគឺប្លែកហ្មងសម្រាប់ការ comeback លើកនេះបងបាទអរគុណណាស់បាទអញ្ចឹងបងមានអ្វីចង់ជម្រាបជូនទៅដល់អ្នកគ្រប់គ្រងរបស់បងដូចជាបាទអ្នកគ្រប់គ្រងបាទកម្មវិធី Supra បាទជួយដល់ជួយបានចិត្តឬក៏បាទជួយគ្រប់គ្រងបងនៅក្នុងបាទវិថីថ្មីលើវិស័យបាទប្រកួតសម្រស់នេះបាទសម្រាប់ខ្ញុំមានតែសូមឲ្យបងពុកម៉ែបងប្អូនទាំងអស់គ្នាជួយគ្រប់គ្រងខ្ញុំហើយខ្ញុំនឹងធ្វើឲ្យអស់ពីសមត្ថភាពសម្រាប់ឆាកមួយនេះបាទអត់ឲ្យបងប្អូនទាំងអស់គ្នាខំម្ដង